ចាជំរាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំនៅកន្លែងពួកជនពិការរបស់យើងហ្នឹងផលិតអវ៉ាន់របៀបជាអីគេមួយអូនជាអវ៉ាន់អនុស្សាវរីយ៍អញ្ចឹងចាជាកសែងជារ៉ូបជាអីចឹងស្អាតណាប៉ុន្តែនៅកន្លែងនេះនៅក្នុងវត្តឋានចាហើយដល់ពេលទៅគាត់ថាក្នុងខែ4នេះគាត់រើចាញ់ហើយចឹងហើយនេះចាញ់ខ្ញុំបង្ហាញថតវីដេអូជូនបង្ហាញកន្លែងគាត់ផលិតកន្លែងអីចឹងណាមួយទីទៀតខ្ញុំទៅកន្លែងផ្លូវ240ហ្មងកន្លែងលក់ផលិតផលរបស់ពួកគាត់ចឹងណាចាចឹងឯងចឹងបងអត់ថតរូបអូនទេអរគុណនេះឃើញផលិតផលរបស់ពួកគាត់ស្អាតនេះសិតរបស់ពួកចឹងធ្វើហ្នឹងណាចានេះឯងសិតតែពួកជនពិការធ្វើទាំងអស់ស្អីខ្លួនបងអត់ទាំងស្អីអូខេនេះមើលតែធ្វើជាសភៅឬអីអញ្ចឹងទៅបងប្អូនស្អាតណាហើយសិតរបស់ខ្មែរជនពិការយើងធ្វើណាចឹងហ៎បងប្អូនមើលនេះឥឡូវហ្នឹងនៅវត្តឋាននៅមុនខែ4ពីថ្ងៃ1ខែ4មកឬមួយក៏ខ្ញុំចាក់តាមហ្នឹងនៅហើយបានខ្ញុំថ្ងៃនេះតែមកតែបងអត់អាចថាចូលឆ្នាំអត់ចឹងអូខេទៅដើមខែ4រហូតដល់មុនចូលឆ្នាំគឺនៅមានឡើយដល់ពេលពីខែចូលឆ្នាំហើយកន្លែងគាត់ឋានលែងមានទៀតហើយគឺចាប់ដើមទៅកន្លែងផ្លូវ240ទាំងអស់នៅក្រោយវាំងអញ្ចឹងផ្លូវ240នៅក្រោយវាំងបងប្អូនណាចាព្រោះទៅដល់ពេលកន្លែងផលិតធំនៅអរិយស័ព្ទអញ្ចឹងហ៎អរិយស័ព្ទអូនមានអាសាឋានទេអត់ស្គាល់ថាអរិយស័ព្ទទេបងថតតែបងថតវីដេអូចែកជូនបងប្អូនយើងពួកខ្លះក៏អត់ដឹងណានឹងឯងស្អាតនេះរបស់ខ្មែរយើងនៅរបស់ខ្មែរយើងហ្មងអូនឯងផលិតផលអត់របស់ខ្មែរយើងណាចាខ្មែរយើងហ្មងហ៎ចាបងប្អូនមើលស្អាតណានេះនឹងឯងជួយគ្រប់គ្រងបងប្អូនជនពិការរបស់យើងនឹងឯងស្អាតអរគុណអូនកន្លែងដល់បងប្អូនពិការរបស់យើងគាត់ផលិតធ្វើជាកាបូបធ្វើជាវត្ថុអនុស្សាវរីយ៍ប៉ុន្តែបើនៅលក់ធំហ្មងនៅផ្លូវ240នៅក្រោយវាំងចាខ្ញុំមិនហ្នឹងខ្ញុំសួរគេព្រោះខ្ញុំឃើញតាមប្រព័ន្ធសង្គមណាថាមានអវ៉ាន់ផលិតរបស់ជនពិការយើងហើយចង់ជួយគ្រប់គ្រងអញ្ចឹងណាចាបងថតអត់ថាអីណាអូនណាអូខេស្អាតណាអរគុណច្រើននឹងឯងអរគុណណាអូនណានេះឯងឥឡូវបងទៅផ្លេច240វិញសម្បូរជាងអរគុណសុខសប្បាយទាំងអស់គ្នាសំណាងល្អបងនេះគាត់នៅកន្លែងកាត់ដេកអាវកន្លែងឬថាពួកជនពិការយើងណាបងសំទោសបងពិការអីដែរបងសំទោសត្រូវមានបងត្រូវមានជើងបងហ៎ចាហូចទៅជើងតែមួយខាងក៏ទាំងសងខាងត្រូវមួយចំហៀងហ៎ហើយចុះបងដើរមកចំហៀងទៀតដាក់ជើងឬក៏មិនបងពាក់ជើងអីពាក់ជើងជួចឹងហ៎អូយកមើលអត់ដឹងទេណាបងអូខេបងអរគុណច្រើនសំណាងល្អណាបងណាអរគុណបងសំណាងល្អនេះបងអូនស្រីខាងនោះក៏ពិការដែរគ្រោះថ្នាក់ចរាចរណ៍ចឹងណាអរគុណណាបងទាំងអស់គ្នាណាអរគុណណាជម្រាបលាសុខសប្បាយបងប្អូនទីតាំងនៅវត្តអរិយនៅអរិយខ្សាត់ហ្នឹងដើម្បីចង់ស្គាល់ឥឡូវបងប្អូនខ្លះចង់ទៅដល់កន្លែងទីតាំងណានេះឥឡូវស្ដាប់បងអូននិយាយឆ្លងអរិយដល់អរិយខ្សាត់ហើយយើងទៅត្រង់រហូតមានវត្តមួយទៅត្រង់រហូតខាងឆ្វេងខាងស្ដាំអត់មានឆ្វេងស្ដាំទេហ្នឹងហ៎ត្រង់គាត់តែគេខាងស្ដាំត្រាំដែរទៅចាពេលយើងឆ្លងអរិយខ្សាត់ហើយដល់អរិយខ្សាត់ហើយគឺទៅត្រង់ខាងស្ដាំដៃអញ្ចឹងណាអូនណាចាបងដល់ពេលឃើញវត្តហើយយើងគេតាមវត្តនោះទៅខាងស្ដាំដៃរហូតទៅចាគេតាមវត្តខាងស្ដាំដៃរហូតទៅឡើងផ្លូវធំបាត់ស្ដាំដៃមានគេដាក់ថាអ៊ីកាត់កាហ្វេដែលកន្លែងខ្ញុំមួយបងអ៊ីកាត់កាហ្វេហ៎ចាតែកន្លែងហ្នឹងហើយគឺកន្លែងហ្នឹងហើយកន្លែងហ្នឹងគឺកន្លែងដែលមានលក់អាហារហាងអីតែដល់យើងទៅខាងក្នុងទៀតពីហ្នឹងទៅតែដល់ឯហ្នឹងគឺមានទីតាំងមួយយើងអាចថាជួបពីកន្លែងហ្នឹងបានទៅដល់ឯចំការមានរោងដេរអូទៅដល់ហាងកាហ្វេហ្នឹងសិនណាអូនណាបើយើងប្រាប់ពីហ្នឹងទៅវាទៅចំការទៅផ្លូវយើងបន្តិចចាហើយនៅកន្លែងហ្នឹងពុតយូរនៅអូននៅកន្លែងហាងអាហារហ្នឹងយូរហើយអរិយស័ព្ទឯផលិតរបស់យើងហ្នឹងយូរនៅផលិតហ្នឹងវាយូរបងខាងកន្លែងហ្នឹងមានបន្ទប់មានកន្លែងហាលទឹកមានហាងអាហារមានអីកន្លែងហ្នឹងបងចាដល់ពេលយើងទៅកន្លែងចំការកន្លែងរោងដេរទៀតឥឡូវវាមានច្រើនមានខាងដំបាយមានខាងចម្លាក់ឈើហើយនឹងមានការដេរកាបូបដេរអីហ្នឹងបងអូខេតែមុននឹងទៅដល់កន្លែងផលិតរបស់ចឹងតទៅឆ្លងកាត់កន្លែងហាងអាហារនឹងសិនបងគួរសួរទីតាំងមិនគាត់ហែមបន្តគាត់ហ្នឹងបងដល់ពេលអូហាងជាម្ចាស់គាត់នៅហ្នឹងហ៎អូខេអូនបើចឹងទៅសនុកនិយាយចាអូខេចឹងទៅដល់ហាងអាហារនឹងសិនបានសួរដល់បន្តទៀតចឹងបងអរគុណណាអូនណាសុខសប្បាយអូនបាយបាយបងប្អូនបើចង់ទៅដល់កន្លែងអរិយខ្សាត់កន្លែងផលិតផលរបស់ជនពិការយើងផលិតអីផ្សេងនៅអរិយខ្សាត់ហ្នឹងតទៅចូលដល់កន្លែងហាងកាហ្វេនេះមួយសិនព្រោះគាត់ហ្នឹងជាម្ចាស់នៅកន្លែង
ផលិតហ្នឹងដូច្នេះសួរគាត់ទៅបានគាត់ប្រាប់បន្តទៅទៀតចាចាចឹងអរគុណណាអូនណាសុខសប្បាយអូនចាំបងយកមួយណានេះបងប្អូនចូលមកកន្លែងបងប្អូនពីកាយយើងលក់អវ៉ាន់ណាដូចខ្ញុំជម្រាបបងបង្ហាញបងប្អូនមិនអញ្ចឹងណាខ្ញុំទីបានកាបូបស្ពីកពីមុខនេះមួយចានឹងឯងឃើញមក2 3មួយទៀតមក នេះមកដល់ផ្លូវមកវាំងផ្លូវ240ហើយកន្លែងលក់អវ៉ាន់របស់បងប្អូនជនពិការរបស់យើងណានេះឯងនេះញាក់ព្យួរដាក់អញ្ចាំងដាក់អីចឹងទៅចាបងសុំទោសលេខហ្នឹងលេខប៉ុន្មានដែរអូនទេ ផ្លូវលេខ240បងតែនេះ7ផ្លូវ240ផ្ទះលេខ7ណាអូនណានៅផ្លូវក្រោយវាំងចាមិញច្រឡំបាត់ទៅខាងនោះខ្ញុំទៅបងផាត់ប៉ះของអូនអីអត់យើងអូខេនេះអូនប្រាប់ម្ដងទៀតផ្លូវលេខប៉ុន្មានអូនផ្លូវលេខ240ក្រោយវាំងបងតែនេះ7ផ្ទះលេខ7ណាអូនណាអូខេអូនអរគុណច្រើននេះបងប្អូនមានផលិតផលច្រើនណាស់នេះមកជួយគ្រប់គ្រងរបស់ពួកគាត់ផងពីឯងគាត់ខ្លាចទៅសុខណាអូនណាខ្ញុំនិយាយពេល ចាចារបស់ខ្មែរយើងសុខហ្មងនេះឯងនេះប្រភេទខកកភ្លើងហ្មងចា